មកសឹបប្រាប់បងថាអូនចង់បដូររាប់អានគ្នាចំណែកតែវេលាធ្លាប់ស្នេហ៍អូនសុំចង់ស្នេហាដែលផ្អែមល្ហែមឈឺចាប់គឺបងមិនដែលធ្លាប់ពេលនេះអូនសុំចប់បងមានតែស្រូបតាមិនមែនជាសូបិនតែជារូបភាពស្ដាយច្បាស់ចង់ប្រាប់ថាឈឺណាស់តែបងមិនអាចឈឺក្បាលហើយវិលមុខសង្សារបដូរមកការរបានស្នេហ៍ខ្ញុំទៀតមិនបានព្រោះគេមានថ្មីហើយជាតិនេះខ្ញុំកើតមកគឺសម្រាប់តែគេបបងចោលចង់មិនចប់តែតោលគ្មានស្នេហ៍ក្បែរឡើយបើចង់ត្រឹមរាប់អានហេតុអ្វីមិនប្រាប់ពីដំបងឡើយមិនដែលចាំបាច់ស្រឡាញ់គ្នាហើយប្រែពេលនេះមនុស្សស្មងរងគ្រោះឈឺអ្នកណាឮការឈឺចាប់ខ្ញុំស្រែកចេញពីអារម្មណ៍កំពុងគ្រាំខ្លាំងព្រោះស្នេហ៍ប្រែមនុស្សម្នាក់ធ្លាប់រូរីប្រែជាភាំងហើយស្រឡាញ់គេខ្លាំងមិនដឹងស្បើយពេលណាអរគុណអូនបាទបងប្អូនមានទឹកដមសំឡេងផ្អែមស្រទន់ហើយជាពិសេសការបញ្ចេញសមត្ថភាពទៅលើបទចម្រៀងបាញ់ហ្នឹងគឺយើងមានមនោសញ្ចេតនាចំណុចខ្វះខាតដោយសារដូចថាយើងទើបតែរៀបរាប់ពីជីវិតកំសត់របស់យើងឈ្មោះរបស់យើងអញ្ចឹងទៅមានការដូចថាអួលដើមកខ្លះអញ្ចឹងបងក៏យល់នៅក្នុងការបង្ហាញសមត្ថភាពបាទអរគុណបងរស់ព្រួយបាទបងពេញចិត្តនឹងសម្លេងប្អូនបាទបងសម្លេងបានន័យថាជាសម្លេងមួយដែលស្និទ្ធស្នាលដែលដូចមានអាយុកាលនៅក្នុងការដែលរស់នៅជាមួយនឹងសិល្បៈនឹងច្រើនឆ្នាំមកហើយអញ្ចឹងប្អូនមាននិស្ស័យនៃធម្មជាតិរបស់ប្អូនល្អអរគុណរស់ព្រួយបាទអរគុណកញ្ញាអរគុណសម្រាប់ការបង្ហាញនៅសម្លេងច្រៀងមកគឺដូចបងបានលើកឡើងហ្នឹងបាទចាគឺទាំងកលុកកលៈទាំងកម្លាំងនៃការប្រើប្រាស់សម្លេងមនោសញ្ចេតនាគឺមានគ្រប់នៅក្នុងបទចម្រៀងមួយបទនេះហើយបងក៏សង្ឃឹមថាពុកម្ដាយរបស់ប្អូនក៏បានឃើញបានស្ដាប់ឮនៅចម្រៀងមួយបទដែលប្អូនបានច្រៀងនៅក្នុងពេលនេះដូចគ្នាបាទបងចាអរគុណច្រើនអូនអរគុណអរគុណអូនសម្លេងល្អធ្វើបានល្អសម្រាប់ថ្ងៃនេះបាទបងអត់បូករួមជាមួយនឹងភាពអាណិតអាសូរឬមួយក៏មនោសញ្ចេតនានៅក្នុងហ្នឹងទេបាទបងបញ្ហាសំខាន់គឺសម្លេងរបស់ព្រួយព្រោះណាមានទឹកដមល្អបងចូលចិត្តអរគុណអូនដូច្នេះនៅពេលនេះគឺជាពេលវេលាមួយដែលសម្រាប់លទ្ធផលចំពោះសមត្ថភាពរបស់ប្អូនបាទ Cambodian Idol រដូវកាលទី2វគ្គចាត់ហូននេះ